អបអរសាទរកម្ពុជាបានបញ្ចប់ការបន្ទោបង់ពាសវាពេលការហើយនាពេលនេះគិតមកដល់ពេលបច្ចុប្បន្ននេះរាជធានីខេត្តទាំង25នៅទូទាំងប្រទេសសម្ដេចបានបញ្ចប់ការបន្ទោបង់ពាសវាពេលការ ODF ដែលនៅក្នុងនោះមានភូមិចំនួនក្នុងនោះគឺ14576ឃុំចំនួន16052ស្រុកចំនួន163ក្រុងចំនួន33និងខណ្ឌចំនួន14ដែលជាសមិទ្ធផលដែលជាប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតរបស់កម្ពុជាដោយឡែកអត្រាគ្របដណ្ដប់អនាម័យជនបទបានកើនឡើងពី90%នៅក្នុងឆ្នាំ2024និង95%ក្នុងឆ្នាំ2025និងសម្រេចឲ្យបាន100%នៅក្នុងឆ្នាំ2030បើយោងទៅតាមសារលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី16ថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025នេះបានឲ្យដឹងថារាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី13វិច្ឆិកាជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទនៅក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងបង្កើនការយល់ដឹងពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទនិងរួមគ្នាធ្វើឲ្យបរិស្ថានអនាម័យនៅកម្ពុជាកាន់តែប្រសើរឡើងដើម្បីឈានទៅសម្រេចបាននៅគោលដៅដែលបានកំណត់ក្នុងគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនិងការលើកកម្ពស់អនាម័យជនបទនៅតែជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលដែលជាក់ស្ដែងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាសម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ2023-2028ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តជំរុញការអភិវឌ្ឍជនបទតាមរយៈការកែលម្អក្នុងលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទដោយផ្ដោតជាសំខាន់ទៅលើការពង្រឹងវិសាលភាពនៃការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទឲ្យបាន100%នៅក្នុងឆ្នាំ2030សមិទ្ធផលដែលសម្រេចបាននេះគឺបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថារាជរដ្ឋាភិបាលភាគីពាក់ព័ន្ធទាំងអស់ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរបានរួមគ្នាខិតខំប្រឹងប្រែងអនុវត្តការងារលើកម្ពុជាអនាម័យជនបទប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ស្របតាមគោលនយោបាយយុទ្ធសាស្ត្រផែនការសកម្មភាពនិងយន្តការដែលបានដាក់ចេញនាពេលកន្លងមកដែលលទ្ធផលនេះក៏បានបង្ហាញឲ្យយើងឃើញពីការប្រែប្រួលជាវិជ្ជមាននៅកម្រិតនៃការយល់ដឹងអំពីការប្រតិបត្តិអនាម័យល្អនៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី16នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏បានផ្ដល់អនុសាសន៍និងគំនិតផ្ដួចផ្ដើមសំខាន់ៗមួយចំនួនដូចខាងក្រោមទី1គឺបន្តពង្រឹងការងារសម្របសម្រួលនិងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទតាមរយៈយន្តការក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទី2ក្រសួងអភិវឌ្ឍជនបទក្រសួងស្ថាប័នពាក់ព័ន្ធនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមសហការឲ្យកាន់តែទូលំទូលាយនិងកាន់តែជិតស្និទ្ធបន្ថែមទៀតស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃតែការទី7នៃរដ្ឋសភាតាក់ទងទៅនឹងការលើកកម្ពស់អនាម័យនិងជនបទទី3នោះគឺក្រសួងអភិវឌ្ឍជនបទត្រូវបន្តសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាលរៀបចំធ្វើបច្ចុប្បន្នភាពគោលនយោបាយផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទដើម្បីប្រើប្រាស់ជាឯកសារគតិយុត្តនិងជាផែនការបង្ហាញក្នុងការងារលើកកម្ពស់អនាម័យជនបទទី4គឺក្រសួងអភិវឌ្ឍជនបទត្រូវខិតខំស្វែងរកការគ្រប់គ្រងគៀកធនធានពីដៃគូអភិវឌ្ឍនិងវិស័យឯកជនព្រមទាំងសប្បុរសជននានាលើការងារលើកកម្ពស់អនាម័យជនបទទី5ក្រសួងអភិវឌ្ឍជនបទត្រូវបន្តពង្រឹងយន្តការគ្រប់គ្រងតនន័យអត្រាគ្របដណ្ដប់អនាម័យជនបទឲ្យកាន់តែមានភាពច្បាស់លាស់ប្រកបដោយភាពជឿជាក់សម្រាប់ការប្រើប្រាស់ជាមូលដ្ឋានក្នុងការតាមដានត្រួតពិនិត្យនិងវិយតម្លៃអំពីវឌ្ឍនភាពការងារលើកកម្ពស់អនាម័យជនបទទី6ក្រសួងអភិវឌ្ឍជនបទនិងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗតាក់ទងទៅនឹងការងារលើកកម្ពស់អនាម័យជនបទដែលសមស្របនិងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមកប្រកបដោយសុវត្ថិភាពនិងចីរភាពទី7ក្រសួងអភិវឌ្ឍជនបទនិងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តលើកទឹកចិត្តគាំទ្រតាមគ្រប់រូបភាពដល់ខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់និងភូមិដែលទទួលបាននៅការបញ្ចប់ការបន្ទោបង់ពាសវាពាសការកម្រិតមូលដ្ឋានដើម្បីរក្សាបាននូវនិរន្តរភាពឈានទៅសម្រេចបានខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់និងភូមិដែលបញ្ចប់ការបន្ទោបង់ពាសវាពាសការកម្រិតខ្ពស់ទី8ក្រសួងអភិវឌ្ឍជនបទនិងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តការយកចិត្តទុកដាក់បន្ថែមទៀតចំពោះក្រុមងាយរងគ្រោះគ្រួសារក្រីក្រជនជាតិដើមភាគតិចស្ត្រីមេម៉ាយជនមានពិការភាពនិងអ្នកដែលរស់នៅក្នុងតំបន់ប្រឈមដើម្បីឲ្យពួកគាត់មានលទ្ធភាពទទួលបានសេវាអនាម័យកាន់តែប្រសើរឡើង Next of the Big News